ប្រវត្តិរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាឆ្នាំ1947រដ្ឋធម្មនុញ្ញជាច្បាប់កំពូលសម្រាប់ប្រទេសកម្ពុជាដែលប្រកាន់នូវរបបប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញគ្រប់គ្រងបញ្ហាអធិបតេយ្យភាពតួនាទីនិងឋានៈរបស់ព្រះមហាក្សត្រសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរសេដ្ឋកិច្ចការអប់រំវប្បធម៌និងកិច្ចការសង្គមការប្រព្រឹត្តទៅនៃរដ្ឋសភាព្រឹទ្ធសភាសមាជនិងរាជរដ្ឋាភិបាលការប្រព្រឹត្តទៅនៃស្ថាប័នតុលាការក្រុមប្រឹក្សាធម្មនុញ្ញរដ្ឋបាលនិងសភាជាតិជាពិសេសរដ្ឋធម្មនុញ្ញក៏ជាបន្ទាត់ក្រឹត្យមួយសម្រាប់តម្រង់ទិសឲ្យប្រជាពលរដ្ឋកម្ពុជារស់នៅទៅតាមច្បាប់មិនតែប៉ុណ្ណោះរាល់ច្បាប់និងឯកសារគតិយុត្តទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវអនុលោមទៅតាមរដ្ឋធម្មនុញ្ញបើពុំនោះសោតច្បាប់និងឯកសារគតិយុត្តទាំងនោះនឹងអធម្មនុញ្ញភាពប្រទេសកម្ពុជាបានចាប់ផ្ដើមបង្កើតរដ្ឋធម្មនុញ្ញលើកដំបូងនៅក្នុងឆ្នាំ1947ហើយត្រូវបានផ្លាស់ប្ដូរជាបន្តបន្ទាប់ទៅតាមរបបនយោបាយចំនួន5លើករដ្ឋធម្មនុញ្ញដែលកម្ពុជាកំពុងប្រើប្រាស់នាពេលបច្ចុប្បន្នជារដ្ឋធម្មនុញ្ញលើកទី6ត្រូវបានអនុម័តដោយសភាធម្មនុញ្ញនៅថ្ងៃទី21ខែកញ្ញាឆ្នាំ1993ហើយត្រូវបានព្រះមហាក្សត្រនៃប្រទេសកម្ពុជាព្រះបរមរតនកោដ្ឋព្រះវររាជបិតាឯករាជ្យជាតិនរោត្តមសីហនុប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រមចុះថ្ងៃទី24ខែកញ្ញាឆ្នាំ1993រដ្ឋធម្មនុញ្ញនេះមាន16ជំពូកនិង158មាត្រារដ្ឋធម្មនុញ្ញដែលកម្ពុជាកំពុងនឹងប្រើប្រាស់នាពេលបច្ចុប្បន្ននេះបានកើតឡើងជាថ្មីបន្ទាប់ពីសង្គ្រាមដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍ត្រូវបានបញ្ចប់ក្រោមជំនួបកិច្ចចរចាស្វែងរកសន្តិភាពទីក្រុងប៉ារីសថ្ងៃទី23តុលាឆ្នាំ1991រដ្ឋធម្មនុញ្ញនេះក៏ជាសារបង្ហាញពីស្មារតីរួបរวมសាមគ្គីភាពរបស់ប្រមុខដឹកនាំខ្មែររួមមានសម្ដេចព្រះបរមរតនកោដ្ឋនរោត្តមសីហនុដែលជាមេដឹកនាំចលនាតស៊ូនិងសម្ដេចតេជោហ៊ុនសែនប្រមុខរដ្ឋាភិបាលសម័យរដ្ឋកម្ពុជានៅក្នុងបុព្វកថារបស់រដ្ឋធម្មនុញ្ញក៏បានរំលេចសារដាស់តឿននិងរំលឹកដល់កូនខ្មែរផងដែរថាសង្គ្រាមបាននាំឲ្យកម្ពុជាអន្តរាយខ្ទេចខ្ទាំហើយបានបង្កើតរដ្ឋធម្មនុញ្ញជាថ្មីដើម្បីពង្រឹងនូវការរួបរวมជាតិជាថ្មីឡើងវិញយើងជាប្រជារាស្ត្រខ្មែរដែលធ្លាប់មានអរិយធម៌ឧត្តមឧត្តមប្រទេសជាតិស្ដុកស្ដំធំទូលាយថ្កុំថ្កើងរុងរឿងកិត្យានុភាពខ្ពង់ខ្ពស់ភ្លឺចែងចាំងដោយពេជ្រពនរាយបានធ្លាក់ខ្លួនដ៏សែនរន្ធត់ក្នុងកំឡុងពីទសវត្សរ៍ចុងក្រោយនេះឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយទ្រុឌទ្រោមអោនថយមហាសោកស្ដាយបានភ្ញាក់រលឹកក្រោកឈរឡើងចងបាច់ឆន្ទៈមោះមុតបដូរផ្ដាច់រួបរวมគ្នាពង្រឹងឯកភាពជាតិរក្សាការពារទឹកដីកម្ពុជាអធិបតេយ្យថ្លៃថ្លានិងអរិយធម៌អង្គរដ៏បវរកសាងប្រទេសជាតិឲ្យទៅជាកោះសន្តិភាពឡើងវិញរដ្ឋធម្មនុញ្ញដែលមានវត្តមានក្រោយការបញ្ចប់សង្គ្រាមនេះមកពេលបច្ចុប្បន្នមានអាយុកាល32ឆ្នាំហើយគិតមកដល់ត្រឹមថ្ងៃទី24ខែកញ្ញាឆ្នាំ2025នេះរដ្ឋធម្មនុញ្ញនេះបានធ្វើវិសោធនកម្ម11លើកហើយបញ្ជាក់ផងដែរថារដ្ឋធម្មនុញ្ញកម្ពុជានៅឆ្នាំ1993ជាសមិទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី23ខែតុលាឆ្នាំ1991ដែលនាំទៅដល់ការបោះឆ្នោតនាខែឧសភាឆ្នាំ1993ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិដើម្បីបង្កើតសភាធម្មនុញ្ញមួយនៃប្រទេសកម្ពុជាតួនាទីជាសារវ័ននៃសភាធម្មនុញ្ញនេះគឺតាក់តែងនិងអនុម័តរដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ពុជានិងប្រែក្លាយខ្លួនទៅជាសភានីតិបញ្ញត្តិមួយដែលនឹងត្រូវបង្កើតរដ្ឋាភិបាលថ្មីមួយឡើងសភាធម្មនុញ្ញត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី14ខែមិថុនាឆ្នាំ1993ក្រោមអធិបតីភាពរបស់សម្ដេចនរោត្តមសីហនុព្រមទាំងមានវត្តមានលោកយ៉ាស៊ូស៊ីអាកាស៊ីតំណាងពិសេសរបស់អគ្គលេខាធិ
ការអង្គការសហប្រជាជាតិនិងជាប្រមុខអ៊ុនតាក់នៅកម្ពុជានិងភ្ញៀវអន្តរជាតិច្រើនកកករដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ1993នេះបានធ្វើវិសោធនកម្ម11លើកបើគិតត្រឹមខែកញ្ញាឆ្នាំ2025នេះដែលរួមមាន 1. ច្បាប់ធម្មនុញ្ញស្តីពីការកែប្រែមាត្រា28នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអនុម័តនៅថ្ងៃទី14ខែកក្កដាឆ្នាំ1994នាសម័យប្រជុំសាមញ្ញសម័យពិសេសហើយប្រកាសឲ្យប្រើដោយព្រះរាជក្រមចុះថ្ងៃទី14ខែកក្កដាឆ្នាំ1994 2. ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា11 12 13 18 22 24 26 28 30 34 51 90 91 93និងមាត្រាទាំងឡាយនៃជំពូកទី8ដល់ជំពូកទី14នៃរដ្ឋនៃព្រះរាជាណាចក្រកម្ពុជាដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី4ខែមិនិនាឆ្នាំ1999ក្នុងសម័យប្រជុំវិសាមញ្ញនីតិកាលទី2ហើយប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស រ ក ម 039901 ចុះថ្ងៃទី8ខែមិនិនាឆ្នាំ1999 3. ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា19និងមាត្រា29នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលសភាបានអនុម័តនៅថ្ងៃច័ន្ទទី2ខែកក្កដាឆ្នាំ2001នាសម័យប្រជុំរដ្ឋសភាលើកទី6នីតិកាលទី2ហើយព្រឹទ្ធសភាបានអនុម័តយល់ស្របលើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃច័ន្ទទី23ខែកក្កដាឆ្នាំ2002និងប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស រ ក ម 070111ចុះថ្ងៃទី28ខែកក្កដាឆ្នាំ2001 4. ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា88និងមាត្រា111ថ្មីនៃរដ្ឋធម្មនុញ្ញដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី18ខែឧសភាឆ្នាំ2005នាសម័យប្រជុំរដ្ឋសភាលើកទី2នីតិកាលទី3ហើយដែលព្រឹទ្ធសភាបានអនុម័តយល់ស្របលើទម្រង់និងគតិនៃច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី30ខែឧសភាឆ្នាំ2005នាសម័យប្រជុំពេញអង្គលើកទី9នីតិកាលទី1និងប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស រ ក ម 0605018ចុះថ្ងៃទី19ខែមិថុនាឆ្នាំ2005 5. ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា82មាត្រា88មាត្រា90ថ្មីមាត្រា98មាត្រា106ថ្មីមាត្រា111ថ្មី1មាត្រា114ថ្មីនៃរដ្ឋធម្មនុញ្ញនិងមាត្រា6នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅលើធានានៅដំណើរការជាប្រក្រតីនៃស្ថាប័នជាតិដែលរដ្ឋសភាអនុម័តនៅថ្ងៃទី2ខែមិនិនាឆ្នាំ2006នាសម័យប្រជុំរដ្ឋសភាលើកទី4នីតិកាលទី3និងដែលព្រឹទ្ធសភាពុំមានពេលវេលាគ្រប់គ្រាន់ដើម្បីពិនិត្យច្បាប់នេះឲ្យទាន់តាមការកំណត់របស់មាត្រា113ថ្មីនៃរដ្ឋធម្មនុញ្ញដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស រ ក ម 03060006ចុះថ្ងៃទី9ខែមិនិនាឆ្នាំ2006 6. ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា145ថ្មីនិងមាត្រា146ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី15ខែមករាឆ្នាំ2008នាសម័យប្រជុំរដ្ឋសភាលើកទី7នីតិកាលទី3និងដែលព្រឹទ្ធសភាពុំមានពេលវេលាគ្រប់គ្រាន់អាចពិនិត្យនិងឲ្យយោបល់តាមលក្ខខណ្ឌកំណត់ក្នុងមាត្រា113ថ្មីនៃរដ្ឋធម្មនុញ្ញបានឡើយហើយប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស រ ក ម 02080008ចុះថ្ងៃទី15ខែកុម្ភៈឆ្នាំ2008 7. ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា76និងមាត្រាទាំងឡាយពីជំពូកទី15ថ្មីដល់ជំពូកទី16ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី1ខែតុលាឆ្នាំ2014នាសម័យប្រជុំរដ្ឋសភាលើកទី3នីតិកាលទី5ហើយដែលព្រឹទ្ធសភាបានពិនិត្យជាប់សពគ្រប់
គ្រប់លើទម្រង់ច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី10 ខែតុលា ឆ្នាំ 2014 នាសម័យប្រជុំវិសាមញ្ញនីតិកាលទី 3 និងប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នសរកម 10/14/022 ចុះថ្ងៃទី 23 ខែតុលា ឆ្នាំ 2014 8. ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា 34 ថ្មី មាត្រា 42 មាត្រា 49 មាត្រា 53 និងមាត្រា 118 ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី 14 កុម្ភៈ ឆ្នាំ 2018 នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី 5 ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សពគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី 21 កុម្ភៈ ឆ្នាំ 2018 នាសម័យប្រជុំពេញអង្គលើកទី 11 នីតិកាលទី 3 និងប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នសរកម 02/18/002 ចុះថ្ងៃទី 27 កុម្ភៈ ឆ្នាំ 2018 9. ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា 19 ថ្មី មាត្រា 82 មាត្រា 106 ថ្មី 1 មាត្រា 119 ថ្មីនិងមាត្រា 137 ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងមាត្រាទី 3 មាត្រាទី 4 នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានៅដំណើរការនៃប្រក្រតីនៃស្ថាប័នជាតិដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី 25 ខែតុលា ឆ្នាំ 2021 នាសម័យប្រជុំរដ្ឋសភាលើកទី 6 នីតិកាលទី 6 ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សពគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី 2 ខែវិច្ឆិកា ឆ្នាំ 2021 នាសម័យប្រជុំជាវិសាមញ្ញនីតិកាលទី 4 និងប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នសរកម 11/21/016 ចុះថ្ងៃទី 3 ខែវិច្ឆិកា ឆ្នាំ 2021 10. ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា 19 ថ្មី 1 មាត្រា 89 មាត្រា 98 ថ្មី មាត្រា 102 ថ្មី មាត្រា 119 ថ្មី 1 និងមាត្រា 125 ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងមាត្រា 3 ថ្មីនិងមាត្រា 4 ថ្មីនៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានៅដំណើរការជាប្រក្រតីនៃស្ថាប័នជាតិដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី 28 ខែកក្កដា ឆ្នាំ 2022 នាសម័យប្រជុំរដ្ឋសភាលើកទី 7 នីតិកាលទី 6 ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សពគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី 5 ខែសីហា ឆ្នាំ 2022 នាសម័យប្រជុំពេញអង្គលើកទី 9 នីតិកាលទី 4 និងប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នសរកម 0822/007 ចុះថ្ងៃទី 6 ខែសីហា ឆ្នាំ 2022 11. វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី 11 នេះគឺជាការធ្វើវិសោធនកម្មត្រង់មាត្រា 33 នៃរដ្ឋធម្មនុញ្ញដែលជាការបើកផ្លូវឲ្យមានការរៀបចំឲ្យមានក្របខ័ណ្ឌច្បាប់ដើម្បីដកសញ្ជាតិខ្មែរចំពោះពលរដ្ឋខ្មែរណាដែលខុបខិតជាមួយបរទេសប្រព្រឹត្តអំពើក្បត់ជាតិឬធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិសេចក្តីសុខសាន្តរបស់ប្រជាជននិងឧត្តមប្រយោជន៍របស់ប្រទេសជាតិវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី 11 គឺជាលើកដំបូងក្នុងប្រវត្តិនីតិកម្មកម្ពុជាដែលត្រូវបានផ្ដួចផ្ដើមគំនិតរួមគ្នាពីរដ្ឋសភាដោយទទួលបានការស្នើពីសមាជិកសភាទាំងមូលនិងពីរាជរដ្ឋាភិបាលឯកឧត្តមកើតរិទ្ធឧបនាយករដ្ឋមន្ត្រីក្រសួងយុតិធម៌នៅថ្ងៃទី 11 ខែកក្កដា ឆ្នាំ 2025 នេះបានឲ្យដឹងថាវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី 11 នេះមានលក្ខណៈពិសេសចំនួន 2 ដែលខុសប្លែកពីវិសោធនកម្មទាំង 10 លើកមុនលក្ខណៈពិសេសទី 1 ជាការផ្ដើមគំនិតរួមគ្នាពីរដ្ឋសភានិងនាយករដ្ឋមន្ត្រីកន្លងមកក្នុងការធ្វើវិសោធនកម្មចំនួន 10 លើកមុនគឺជាការផ្ដើមគំនិតដោយឡែកពីគ្នាពេលខ្លះគឺរដ្ឋសភាហើយពេលខ្លះទៀតគឺនាយករដ្ឋមន្ត្រីលក្ខណៈពិសេសទី 2 ត្រូវបានស្នើសុំពីតំណាងរាស្ត្រទាំងមូលដែលមានសរុបចំនួន 125 រូបមកពីគ្រប់គណៈបកនយោបាយដែលមានអាសនៈក្នុងសភាក្នុងនោះរួមមានគណៈបកប្រជាជនកម្ពុជានិងគណៈបកហ៊ុនស៊ិនប៉ិចកន្លងមកការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឬសេចក្តីស្នើច្បាប់ផ្សេងៗមិនធ្លាប់មានការស្នើ
ើសុំពីសមាជិកសភាទាំងមូលដែលមានន័យថាមកពីគ្រប់គណៈបកនយោបាយទាំងអស់ដែលមាននៅក្នុងសភាបែបនេះនោះទេគូជំរាបផងដែរថាយោងតាមមាត្រា153ថ្មីនៃរដ្ឋធម្មនុញ្ញមានតែអិសរជនចំនួន3រូបប៉ុណ្ណោះដែលអាចផ្ដើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបាននោះគឺ1ព្រះមហាក្សត្រ2នាយករដ្ឋមន្ត្រីនិង3ប្រធានរដ្ឋសភាដោយមានសេចក្តីស្នើយ៉ាងតិច1/4នៃសមាជិករដ្ឋសភា